ចាំពីថ្ងៃនេះតើកូនស្នាក់នៅក្នុងសាលាមួយរយៈសិនទៅណាកូនហើយចុះម៉ាក់ទៅណាមិនបានម៉ាក់មិនណៃចាំយើងអញ្ចឹងឲ្យម៉ាក់សុំតើណាកូនម្ដាយពេលនេះម្ដាយអស់លទ្ធភាពចិញ្ចឹមឯងនិងបងអញហើយអត់ទេម៉ាក់កូនមិនចង់នៅឆ្ងាយពីម៉ាក់ទេមីអូននៅតូចណាស់មីអូនមិនដឹងអីទេសុំតើផងណាកូនចាំពេលម៉ាក់មានលុយគ្រប់គ្រាន់ចាំម៉ាក់មកយកកូនកូនទៅនៅកន្លែងល្អៗនេះអត់ទេម៉ាក់កុំទៅអីម៉ាក់គាត់ទៅណាអាបងម៉ាក់ក៏ទៅធ្វើការរកលុយឲ្យអូនឥឡូវនៅតែពីរអ្នកបងទេ Hello អ្នកទាំងអស់គ្នានាងខ្ញុំមានឈ្មោះថាលេមីអាយុ17ឆ្នាំរៀនថ្នាក់ទី10ខ្ញុំជាមនុស្សម្នាក់ដែលឆាប់ខឹងខ្លាំងនិងជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ហើយរាល់ថ្ងៃនោះខ្ញុំរស់នៅជាមួយនឹងបងប្រុសដ៏ស្អាតល្អរបស់ខ្ញុំថ្ងៃនោះគឺជាថ្ងៃដែលខ្ញុំត្រូវចុះរៀនសាលាថ្មីហើយនេះដូចជារឿងភ័យមិនទេហើយម៉ោង7ទៀតបាត់ហើយនោះរត់ទៅសាលារៀនសិនឆយម៉ៃហ่าអញស្លាអីក៏ធំមែនទេវៃហើយថ្នាក់ទី10អានៅណានោះសាបារ៉ូសូគេសិនហើយអាឡែហើយមិនដឹងអត់ថ្ងៃនោះមានសាច់ថ្មីចូលមកមានសាច់ក៏ថ្មីមែនអីនឹងហើយតែអញអត់ដឹងថាជាសាច់ក៏ជាប្រុសទៅនេះអញចង់ស្គាល់ណាស្រីស្អាតខ្ញុំអាចសុំសួរស្រីស្អាតអញមួយបានអត់ខ្ញុំមែនចាគឺស្រីស្អាតអញហ្នឹងឯងមានណាគេទៀតហើយចង់សួរដែរសួរមកខ្ញុំចង់សួរថាថ្នាក់ទី10A នៅចន្ទទីណាដែរដោយសារអីខ្ញុំទឹកតែចូលរៀនថ្ងៃនោះអញ្ចឹងទៅខ្ញុំអត់ស្គាល់ដែរស្គាល់ទេយូរឯសិស្សថ្មីដែលបដូរមកពីខែនឹងមែនចាគឺជាខ្ញុំថ្នាក់ទី10A នៅចន្ទទី3ប៉ុន្តែបើហាងជាដើរយកហាងអាចដើរទៅខាងស្ដាំទៅហើយនឹងឃើញចន្ទាប្រអប់ហើយអរគុណច្រើនហើយណាស្រីស្អាតបើមានឱកាសលើកក្រោយជួបគ្នាទៀតលេអាហើយមើលសិស្សថ្មីនឹងស្អាតដល់ណាមានអារម្មណ៍ថាដូចមនុស្ស introvert មិនទេមកសាដល់ម៉ោងចូលរៀនហើយតើទៅថ្នាក់តោះហើយពួកនេះប្រធានថ្នាក់មកហើយហើយពួកនេះប្រធានថ្នាក់មកហើយ Everyone say sorry Mazer Everyone say good morning teacher ចាក់ទាំងអស់គ្នាថ្ងៃថាយើងមានសិស្សថ្មីចូលរៀនម្នាក់លីមីចុះមកណែនាំខ្លួនមកកូនចាស់អ្នកគ្រូជំរាបសួរអ្នកទាំងអស់គ្នានាងខ្ញុំមានឈ្មោះថាលេមីអាយុ17ឆ្នាំជាសិស្សផ្ទៃមកពីបាត់ដំបងសូមស្គាល់និងរាប់អានអ្នកទាំងអស់គ្នាផងណា